លោកបាននិយាយថាកល្យាណមិត្តលោកបានបង្រៀនថាកល្យាណមិត្តនេះវាល្អមិនសម្រាប់ពាក់កណ្ដាលជីវិតទេកល្យាណមិត្តហ្នឹងលោកម្ចាស់ស្ដាប់ពាក្យនៅបានហ្នឹងទេណាក្នុងសមយុទ្ធកនិកាយលោកបញ្យល់ថាក្នុងកល្យាណមិត្តនេះវាមិនល្អសម្រាប់តែពាក់កណ្ដាលជីវិតទេគឺវាល្អពេញមួយជីវិតមានន័យថាម៉េចមានន័យថាបើអស់លោកអ្នកអាចរក្សាកល្យាណមិត្តបានពេញមួយជីវិតវាគឺជាសេចក្តីសុខរបស់យើងទាំងអស់គ្នាអញ្ចឹងយោបល់របស់អាត្មាភាពខ្ញុំប្រគុណណាសូមលោកម្ចាស់ទាំងអស់រក្សាមិត្តកល្យាណមិត្តរបស់យើងអស់មួយជីវិតអញ្ចឹងកល្យាណមិត្តនេះល្អខ្លាំងណាស់អញ្ចឹងជីវិតសាកលវិទ្យាល័យគឺជាជីវិតចាប់ផ្ដើមថ្មីមួយទៀតនៅក្នុងភាវៈនៃបញ្ញវន្តរបស់យើងចឹងសូមលោកម្ចាស់ទាំងអស់រក្សាមិត្តភាពនេះឲ្យបានខណៈពេលដែលកំពុងតែសិក្សារយៈពេល4ឆ្នាំនេះយើងត្រូវការរបស់ពីរនៅក្នុងជីវិតទី1ជំនាញច្បាស់លាស់សម្រាប់ចិញ្ចឹមរាងកាយចិញ្ចឹមជីវិតហ្នឹងជំនាញអីក៏ដោយឲ្យច្បាស់លាស់ដែលអាចចិញ្ចឹមរាងកាយបានយើងចេះច្បាស់រកការងារបានល្អចិញ្ចឹមជីវិតស្រួលរបស់មួយទៀតគឺគុណធម៌ចិញ្ចឹមតម្លៃជីវិតរបស់យើងគ្រប់គ្នាអញ្ចឹងយើងពីរទៀតទី1ចំណេះដឹងជំនាញដែលអាចជួយឲ្យលោកម្ចាស់ជួយឲ្យពួកយើងទាំងអស់គ្នាហ្នឹងរកការងារប្រកបអាជីវកម្មអីចិញ្ចឹមជីវិតបានស្រួលទី2គឺគុណធម៌ចឹងគុណធម៌នេះវាចិញ្ចឹមតម្លៃជីវិតអ្នកចេះដឹងទាំងឡាយណាដែលគ្មានគុណធម៌វាជាគ្រោះថ្នាក់ទៅដល់សង្គមណាចឹងយើងធ្វើពីរទី1បណ្ដុះជំនាញទី2រក្សាគុណធម៌នឹងឲ្យបានច្រើនថែមទៀតនៅក្នុងជីវិតពួកយើងម្នាក់ត្រូវតែមានគុណធម៌ប្រចាំជីវិតផ្ទាល់ខ្លួនហើយកណាបកមកវិញម្ដងទៀតបញ្ជាក់លោកម្ចាស់ម្ដងទៀតថាសូមលោកម្ចាស់ទាំងអស់រក្សាមិត្តភាពឲ្យបានសូម្បីតែពេលណាដែលយើងបានរៀនចប់ហើយក្តីក៏នៅតែរក្សាមិត្តភាពរបស់យើងនឹងឲ្យបានពីព្រោះមិត្តភាពកល្យាណមិត្តនេះជាដើមចំនៃសេចក្តីសុខរវាងទំនាក់ទំនងរវាងយើងហើយដទៃ